បើសិនជាអ្នកទាំងអស់គ្នារងចាំឲ្យអ្នកទាំងអស់គ្នាប្រកែកនិយាយសិនណាទៅអ្នកទាំងអស់គ្នាហ៊ានធ្វើ content ណាអ្នកទាំងអស់គ្នាកំពុងតែគិតខុសហើយស្វាគមន៍ម្ដងទៀតមកកាន់ channel រីតាខ្មែរដែលជា channel មួយនៃការចែករំលែកនៅបទពិសោធន៍ពិតក៏ដូចជាអភិវឌ្ឍក៏ដូចជាជួយឲ្យបងប្អូនទាំងអស់គ្នាមានការគិតល្អប្រសើរជាងមុនថ្ងៃនេះដែរខ្ញុំចង់ចែករំលែកពីបទពិសោធន៍របស់ខ្ញុំមួយហើយទៅកាន់បងអូនដែលកំពុងតែមើល channel របស់នេះខ្ញុំហើយកំពុងតែមើលវីដេអូហ្នឹងណាហើយកំពុងតែគិតថាខ្ញុំចង់បង្កើត channel មួយក៏ប៉ុន្តែគិតថាតើតែខ្លួនឯងចេះនិយាយសិនតើតែខ្លួនឯងហ៊ាននិយាយនៅមុខកាមេរ៉ាសិនទៅហ៊ានបង្កើត channel អញ្ចឹងខ្ញុំចង់ប្រាប់ថាគិតខុសហើយដូចខ្ញុំពីមុនអញ្ចឹងការពីមុនណាខ្ញុំគិតដូចអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំខ្លាចកាមេរ៉ាខ្ញុំអត់ហ៊ាននិយាយនៅមុខកាមេរ៉ាឲ្យបងប្អូនហើយខ្ញុំតើតែខ្ញុំបកកាយនិយាយសិនទៅខ្ញុំអាចធ្វើបង្កើត channel YouTube បានក៏ប៉ុន្តែការគិតរបស់ខ្ញុំគឺគិតខុសគឺខ្ញុំខាតពេលវេលាជាច្រើនក្នុងការបង្កើត channel ក៏ក្នុងការចែករំលែកនៅបទពិសោធន៍ដែលខ្លួនមានទៅកាន់បងប្អូនទាំងអស់គ្នាគឺខាតពេលហើយខ្ញុំមកនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតដូចខ្ញុំទេហើយចង់ឲ្យអ្នកទាំងអស់គ្នាចង់ធ្វើឥឡូវហ្នឹងរៀនឥឡូវហ្នឹងអនុវត្តឥឡូវហ្នឹងទៅអ្នកទាំងអស់គ្នាមានភាពរីកចម្រើនបងប្អូនដឹងមិនទេខ្ញុំចូលទៅមើល YouTube channel របស់បងអូនដែលគេមានភាពក្លាហានជឿជាក់ខ្លាំងណាខ្ញុំមើលវីដេអូរបស់គាត់ពីមុនមកវីដេអូរបស់គាត់ពីមុនក៏គាត់អត់សូវល្អដូចគ្នាក៏ប៉ុន្តែគាត់ហ៊ានចាប់ដើមកន្លែងហ្នឹងហើយបងប្អូនគឺខ្ញុំហ៊ានតាមគាត់បើសិនជាខ្ញុំគិតខ្លួនខ្ញុំណាបើសិនជាខ្ញុំអត់ចាប់ដើមធ្វើវីដេអូទី1ទេប្រកាសជាអត់មានវីដេអូទី2ទី3ទី4ដើម្បីចែករំលែកហើយក៏ធ្វើឲ្យខ្ញុំអត់ហ៊ានរហូតអត់អាចធ្វើវីដេអូបានអញ្ចឹងខ្ញុំមាន mindset ហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើហ្មងបងប្អូនវីដេអូដែលខ្ញុំកំពុងតែចែករំលែកខ្ញុំក៏អត់ហ៊ាននិយាយថាខ្ញុំជាអ្នកបកកាយនិយាយដែរក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមានលទ្ធផលដូចខ្ញុំអញ្ចឹងមានវីដេអូដើម្បីផុសនៅលើបណ្ដាញសង្គមហ៊ានបង្កើត channel YouTube មួយដើម្បីឲ្យអ្នកទាំងអស់គ្នាចែករំលែកនៅបទពិសោធន៍ពិតដោយលទ្ធផលខ្ញុំកំពុងតែនិយាយអញ្ចឹងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាចែកទំនុកចិត្តណាកើតឡើងតាមក្រោយឯងអ្នកទាំងអស់គ្នាធ្វើវាសិនណាធ្វើម្ដងហើយម្ដងទៀតណាទៅទំនុកចិត្តមកតាមក្រោយឯងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាំពីខ្ញុំតើតែចាប់ផ្ដើមទៅទំនុកចិត្តមកដល់តាមក្រោយឡើយរៀងស្អកកអ្នកទាំងអស់គ្នាកុំភ្លេចញ៉ាំទឹកផងខ្ញុំសូមញ៉ាំទឹកមួយសិនណាដោយសារខ្ញុំចូលចិត្តកាហ្វេញ៉ាំកាហ្វេថ្ងៃត្រង់យ៉ាអូខេអញ្ចឹងតមកទៀតអញ្ចឹងការបង្កើតវីដេអូចង់ឲ្យអ្នកទាំងអស់គ្នាត្រូវតែមានគំនិតថាភាពជឿជាក់កើតឡើងនៅតាមក្រោយឯងតើអ្នកទាំងអស់គ្នាធ្វើវាសិនទៅភាពជឿជាក់តាមក្រោយហើយទី2ទៀតចង់ឲ្យអ្នកទាំងអស់គ្នាចែករំលែកនៅអ្វីដែលជាបទពិសោធន៍ពិតរបស់អ្នកទាំងអស់គ្នានេះគឺជាគុណតម្លៃរបស់វីដេអូរបស់អ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់ចែករំលែកពីវិធីសាស្ត្រដែលខ្ញុំធ្វើខ្លួនឯងជាប្រចាំណាគឺមាន3វិធីសាស្ត្រហើយងាយស្រួលទេបងប្អូនងាយស្រួលអនុវត្តហើយទី1ចង់ឲ្យអ្នកទាំងអស់គ្នាបើកកាមេរ៉ាមកនៅក្នុងទូរស័ព្ទដៃអ្នកទាំងអស់គ្នាប្រកាសជាមានកាមេរ៉ាត្រូវទេអ្នកទាំងអស់គ្នាអាចថតប្តីក៏បានអ្នកទាំងអស់គ្នាអាចថតបញ្ឈរក៏បានហើយនិយាយពីសកម្មភាពរបស់អ្នកទាំងអស់គ្នា1នាទីបានន័យថា1នាទីអ្នកទាំងអស់គ្នានិយាយចង់និយាយពីអីក៏បានដែរ1នាទីក៏បាន5នាទីក៏បាននិយាយពីសកម្មភាពរបស់អ្នកទាំងអស់គ្នាទី2ចង់ឲ្យអ្នកទាំងអស់គ្នាត្រូវគិតថាចេះកាមេរ៉ាគឺជាមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នាបើកកាមេរ៉ាភ្លាមអ្នកទាំងអស់គ្នាគិតសម័យថាអូមានមិត្តភ័ក្តិណាមួយកំពុងតែនិយាយឬក៏មានមិត្តភ័ក្តិណាមួយកំពុងតែស្ដាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នានឹងមានភាពជឿជាក់នឹងមានគេហៅថា comfortable សម្រាប់ខ្លួនឯងហ៊ាននិយាយនៅមុខកាមេរ៉ាហើយទី3ចង់ឲ្យអ្នកទាំងអស់គ្នាធ្វើរយៈពេល30ថ្ងៃខ្ញុំជឿជាក់ទាំងអស់គ្នានឹងមានលទ្ធផលល្អហើយហ៊ានចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដូចខ្ញុំចែករំលែកទៅកាន់បងប្អូនឥឡូវហ្នឹងអញ្ចឹងនេះគឺជាវិធីសាស្ត្រទាំង3វិធីសាស្ត្រហ្នឹងខ្ញុំសង្ឃឹមថាងាយស្រួលហើយអ្នកទាំងអស់គ្នា
នឹងយកទៅអនុវត្តដើម្បីឲ្យអ្នកទាំងអស់គ្នាហ៊ានធ្វើបង្កើត channel YouTube មួយដែលខ្លួនឯងទុករកប្រាក់ចំណូលអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់កុំភ្លេច Subscribe Channel Rita ខ្មែរដើម្បីបាននៅវីដេអូថ្មីៗជម្រាបលាបាយ